លើកទី1ដែលខ្ញុំនាំកូនមកជិះទូកលេងនៅកំពង់ភ្លុកខ្ញុំពិតជាអត់ expect ថាខ្ញុំបានឃើញទស្សនវិជ្ជាបែបហ្នឹងឯងរមណីយដ្ឋានកំពង់ភ្លុកហ្នឹងគឺស្ថិតនៅខេត្តសៀមរាបដែលខ្ញុំធ្លាប់តែលើប្តីខ្ញុំគាត់បបួលយូរហើយគាត់ធ្លាប់មកលេងបានម្ដងប៉ុន្តែលើកមុនហ្នឹងនាំកូនប្រពន្ធមកហ្នឹងគឺចំពេលដែលទឹកស្រកជិះទូកអត់ការទេអញ្ចឹងលើកនេះនាំគ្រូសាមកលេងហើយក៏បំពេញបំណងប្តីគាត់អួតយូរមកហើយពីដំបូងខ្ញុំគិតថាដូចគេអត់មានអីត្រូវសុបាយទេឬក៏ជិះទូកមើលទេសភាពធម្មតាអញ្ចឹងខ្ញុំក៏ធ្លាប់ដែរប៉ុន្តែលើកនេះខ្ញុំនឹងនាំបងប្អូនឲ្យទៅមើលហ្មងថាអ្វីដែលខ្ញុំគិតហើយនឹងអ្វីដែលខ្ញុំមើលឃើញតើវាខុសគ្នាប៉ុណ្ណាខ្ញុំភ្លេចថ្លៃទូកបាត់ហើយតែខ្ញុំមកដាច់នេះគឺខ្ញុំជិះមកគ្រួសារខ្ញុំតែម្ដងហើយពេលដែលបងប្អូនមកនេះគឺមិនភ័យរឿងថាខ្វះទូកទេគឺមានច្រើនណាស់ហើយនៅលើទូកនីមួយៗគឺតែងតែមានជាមួយនឹងអាវពោងហើយក៏មានបន្ទប់ទឹកដែរប៉ុន្តែអាស្រ័យទៅលើទំហំទូកដែលបងប្អូនឡើងមកជិះទេណាទូកនេះគឺខ្ញុំជិះរៀងធំដោយសារខ្ញុំមានអូនតូចអីមានទាំងក្មួយមានទាំងកូនអញ្ចឹងទៅគឺយើងអាចជិះទូកតូចទេបើនិយាយពីពេលនេះវិញគេនិយាយទៅមកដល់លើទូកភ្លាមគឺរើអាវពោងពាក់ឲ្យហើយបដ ாய் គ្រួសារខ្ញុំនេះខ្លាចទឹកប៉ុន្តែចូលចិត្តទឹកចាពេលដែលខ្ញុំមកហ្នឹងគឺចំរដូវកាលគេលេងគប់ទឹកណាទាំងអស់គ្នាកាលពីខែមុនប៉ុន្តែខ្ញុំទៅបានចេញវីដេអូសារខ្ជិលទំនឹកឃើញចេញទៅណាតែអត់ចង់ចេញក៏អត់កើតដែរព្រោះអីចង់ឲ្យបងប្អូនដែលអត់ទាន់ធ្លាប់មកបានឃើញពីទស្សនវិជ្ជាប្រជាជនដែលគាត់សង់ផ្ទះនៅលើទឹកហើយផ្ទះគាត់ធ្វើដូចគ្នាហើយធំប៉ុនគ្នាហើយជាពិសេសមកឃើញចរាចរណ៍ទៅលើផ្លូវទឹកនេះក៏និយាយតែខែបុនខែទៀនទេទូកក៏ស្ទះដែរណាក្រោយពីយើងជិះទូកបានមួយរយៈហើយក៏មានភោជនីយដ្ឋានដែលបណ្ដាប់នៅលើទឹកគឺធំខ្លាំងមែនតើដែលអាចឲ្យភ្ញៀវទេសចរគាត់ចុះទៅញ៉ាំនៅនឹងបានតែរឿងដែលខ្ញុំស្ដាយខ្លាំងមែនតើគឺខ្ញុំអត់បានជិះទូកតូចដើរមើលតាមព្រៃកោងកាងណាកន្លែងនេះគឺសិតតែកន្លែងគេចុះជិះទូកតូចដើរតាមព្រៃទៅមើលព្រៃកោងកាងជិះផ្លូវតូចឲ្យទូកខ្ញុំមកប៉ុណ្ណាណៃទៅជិះទៅមើលណាចេញប៉ុន្តែពិតជាប្លែកភ្នែកហើយចម្លែកអារម្មណ៍មែនតើធ្លាប់តែជិះទូកសមុទ្រទៅទូកត្រីឬក៏អីខ្ញុំមិនដឹងបរិយាយប្រាប់បងប្អូនថាម៉េចនៅអារម្មណ៍ដែលខ្ញុំបានឃើញនៅរមណីយដ្ឋានកំពង់ភ្លុកមួយនេះដឹងតែត្រឹមថាបើសិនជាបានទៅលេងសៀមរាបមានពេលច្រើនគួរតែគុំរំលងហើយជាពិសេសបងប្អូនដែលជា content creator ទៅជួយប្រមូលផ្សព្វផ្សាយកន្លែងហ្នឹងផងបដូចខ្ញុំនេះកូនតូចកូនតាញយញាក់ឡើយចាប់កូនខ្ញុំបានថត detail អីបានច្រើនទេព្រោះអីគ្មានកម្រងថតមកធ្វើជាវីដេអូទេប៉ុន្តែក៏នៅតែលើកទឹកចិត្តឲ្យបងប្អូនឲ្យទៅលេងនៅកន្លែងហ្នឹងវាគឺជាផ្នែកមួយដែលជួយទេសចររបស់យើងខ្ញុំគិតថាកន្លែងដែលស្អាតអញ្ចឹងគួរណាស់តែមានមនុស្សទៅលេងច្រើនជាងនឹងទៅទៀតតែក៏សូមស្នើទៅដល់បងម្ចាស់ទូកគ្រប់ទូកទាំងអស់ក៏ដូចជាគ្រប់កន្លែងញ៉ាំអីទាំងអស់នៅរមណីយដ្ឋានទាំងអស់និយាយទៅមិនថានៅកំពង់ភ្លុកឬក៏នៅណាទេបើសិនជាមានឱកាសមានភ្ញៀវទេសចរទាំងជាតិទាំងអន្តរជាតិបានទៅលេងហើយរក្សាតម្លៃមួយដែលសមរម្យព្រោះអីយើងមានទីតាំងមានកន្លែងដែលស្អាតហើយអញ្ចឹងបើសិនជាយើងមានសេវាកម្មដែលល្អហើយតម្លៃក៏សមរម្យល្អទៀតវាគឺជារឿងមួយដែលកាន់តែល្អហើយកលេចមកមើលទេសភាពនៅសងខាងទូកបន្តិចបងប្អូនចាគឺផ្ទះបែបហ្នឹងដែលយើងជិះឃើញហើយអធិស្ឋានបន្តិចដោយសារកាមេរ៉ារបស់ខ្ញុំហ្នឹងគឺខ្ញុំថតតាមកាមេរ៉ាវ៉ែនតារបស់ខ្ញុំអញ្ចឹងទៅវាមិនសូវច្បាស់ទេដោយសារតែដៃ3កូនហើយអញ្ចឹងទៅកាន់ទូរស័ព្ទខ្លាចធ្លាក់ចូលទឹកចូលដើមទស្សនភាពនិងទេសភាពតាមផ្លូវខ្ញុំគិតថាស្អាតប៉ុណ្្នឹងហើយប៉ុន្តែអ្វីដែលខ្ញុំអត់នឹកស្មានទៀតហ្នឹងគឺខ្ញុំបានឃើញសមុទ្រនៅសៀមរាបអ្នកទាំងអស់គ្នាវាពិតជាដូចសមុទ្រខ្លាំងមែនតើហ្មងពេលដែលខ្ញុំជិះទូកហ្នឹងគឺមេឃកំពុងតែភ្លៀងខ្លាំងទៀតខ្ញុំវ៉ាវហ្មងខ្ញុំមិននឹកស្មានថាវាមានទេសភាពបែបហ្នឹងនៅសៀមរាបអ្នកទាំងអស់គ្នាសាកសម័យមើលនៅពេលដែលយើងជិះតាមផ្លូវទូកច្រកទូចមួយហើយស្រាប់តែម្លេចចេញនៅកណ្ដាលបឹងល្វឹងល្វើអញ្ចឹងនេះប៉ុន្តែអ្វីដែលគួរឲ្យស្ដាយបំផុតហ្មងគឺពេលហ្នឹងគឺមេឃចាប់ផ្ដើមភ្លៀងខ្លាំងនិយាយទៅខ្ញុំមកជិះទូកធំហ្នឹងគឺត្រូវមកជិះទូកតូចវិញវាសុបាយមែនប៉ុន្តែអាកូនតូចយើងអីហ្នឹងទៅទឹកអស់ហើយពេលហ្នឹងខ្ញុំចាប់ផ្ដើមភ័យដែរហ្នឹងប៉ុន្តែអ្នកខាងទូកគាត់ថាអត់អីទេកុំបារម្ភអាវពោងយើងក៏មានបបិសោតគាត់បើកនៅហ្នឹងគឺគាត់ច្បាស់លាស់របស់គាត់ណាអញ្ចឹងត្រឡប់ក្រោយវិញបើសិនជាបងប្អូនគាត់ថាមានកូនតូចអីរើសទូកធំទៅអត់ខុសទេប៉ុន្តែបើបទពិសោធន៍គឺជិះទូកធំគឺខាតជាមួយនឹងជិះមើលផ្លូវតូចមើលព្រៃកោងកាងអីចឹងទៅអញ្ចឹងសរុបមកវិញជិះទូកណាក៏ជិះទៅខ្ញុំអត់ដឹងទេព្រោះទូកណាក៏សុបាយដែរយើងចង់សុបាយហើយតាមពិតគឺខ្ញុំត្រូវជិះបន្តទៅមុខឆ្វាលមកជុំអីទៀតប៉ុន្តែដោយសារតែមេឃភ្លៀងខ្លាំងអញ្ចឹងខ្ញុំក៏ឲ្យពូទូកហ្នឹងបកត្រឡប់ក្បាលទៅវិញទៅហើយទីបំផុតពួកយើងក៏មកដល់ច្រាំងវិញដោយសុវត្ថិភាពចប់